ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី14ខែ8ឆ្នាំ2026សម្រាប់តម្លៃហាងឆេងមាសនិងប្រាក់អន្តរជាតិដែលខ្ញុំចូលទៅមើលព្រឹកនេះតម្លៃមាសបានចាប់ផ្ដើមធ្លាក់ចុះវិញហើយរីឯតម្លៃហាងឆេងប្រាក់ក៏មានការធ្លាក់ចុះតិចតួចផងដែរបើយើងប្រៀបធៀបទៅនឹងតម្លៃហាងឆេងមាសនិងប្រាក់កាលពីព្រឹកម្សិលមិញសម្រាប់បងប្អូនដែលពុំទាន់បានចុចជាវឬក៏ចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំសូមបងប្អូនជួយចុចជាវក៏ដូចជាចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំដើម្បីទទួលបាននៅព័ត៌មានស្ដីពីតម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំធ្វើការផុសជាប្រចាំថ្ងៃសម្រាប់តម្លៃហាងឆេងមាសនៅព្រឹកថ្ងៃទី14ខែ8ឆ្នាំ2026នេះមានដូចតទៅ1អោនតម្លៃ$4,355 1ជីតម្លៃ$525 1តម្លឹងតម្លៃ$5,251និង1គីឡូតម្លៃ$139,998 សម្រាប់តម្លៃហាងឆេងប្រាក់នៅព្រឹកថ្ងៃទី14ខែ8ឆ្នាំ2026នេះវិញមានដូចតទៅ1អោនតម្លៃ$64 1ជីតម្លៃ$7 1តម្លឹងតម្លៃ$77និង1គីឡូតម្លៃ$2,070សម្រាប់តម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំបានជម្រាបជូនបងប្អូនអំបញ្ញមិញនេះចាប់តែប៉ុណ្ណេះអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានិងតាមដានយកចិត្តទុកដាក់ស្ដាប់នៅការរៀបរាប់របស់ខ្ញុំតាំងពីដើមរហូតមកដល់ទីបញ្ចប់ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានគ្រប់គ្នា